សួស្តីទាំងអស់គ្នាវីដេអូនេះតែមានពេលកាត់ដោយសារតែកាត់វីដេអូមុនហ្នឹងទៅក៏រាវចុះរាវឡើងកាត់វីដេអូនេះមួយទៀតទៅវីដេអូនេះគឺជាវីដេអូដែលខ្ញុំទៅចូលរួមកម្មវិធីសម្ពោធការតាំងពិព័រណ៍របស់ artist ចំនួន4នាក់នៅក្នុងថ្ងៃហ្នឹងនៅ Sofitel អញ្ចឹងណាហើយ artist ដែលមកដាក់តាំងហ្នឹងពីច្រើនគាត់អ្នកគូផងអ្នកដែលគាត់ recycle ធ្វើសិល្បៈដោយការច្នៃប្រឌិតយករបស់ផ្សេងយកមកច្នៃចេញជាសិល្បៈអញ្ចឹងណាទាំងអស់គ្នាហើយដូចសិល្បៈរបស់អាទីម្នាក់នេះអញ្ចឹងគឺគាត់គូត្រីហើយស្នាដៃសិល្បៈរបស់គាត់ដែលគាត់យកមកធ្វើហ្នឹងអូចាប់អារម្មណ៍មែនទែនទាំងអស់គ្នាគាត់ប្រកែគាត់យកអាកដាស់យើងណាកដាស់ឡាំងកដាស់អីយើងឬក៏កដាស់ពងទាយើងហ្នឹងយកទៅមលាយវាចូលគ្នាហើយយកទៅច្នៃហើយសូនចេញជាស្នាដៃអញ្ចឹងណាហើយនេះសិល្បករម្នាក់ទៀតបងគាត់មកពីបាត់ដំបងហើយស្នាដៃរបស់គាត់គូពាក់ព័ន្ធជាមួយនឹងដោយសារតែនេះហ្នឹងគឺទីមរបស់គេហ្នឹងគឺដង្ហើមនៃទន្លេអញ្ចឹងណាអញ្ចឹងស្នាដៃហ្នឹងគឺធ្វើឡើងគឺតាក់ទងឲ្យតែជាមួយរឿងទន្លេមួយអីមួយធម្មជាតិអីហ្នឹងត្រូវហើយត្រូវជាមួយនឹងទីមរបស់គេអញ្ចឹងណាទាំងអស់គ្នាហើយនេះដោយសារតែរងចាំអាទីកេះហៅគាត់ដើម្បីប្រាប់គាត់ថាតិចដល់ពេលសម្ភារហើយប៉ុន្តែគាត់រវល់ជាមួយនឹងមិត្តភក្តិរបស់គាត់ទៅគាត់អត់បានឃើញខ្ញុំកេះគាត់ហើយនេះនេះកន្លែងគាត់ឃើញហើយនេះស្នាដៃរបស់បងជីវ័ននៅខាងបាត់ដំបងហើយផ្លែអូយទាំងអស់គ្នាហើយដោយសារសិល្បករខ្មែរយើងគាត់មានគំនិតច្នៃប្រឌិតនេះដូចគនូនៅពីក្រោយខ្ញុំនេះមានភ្ញៀវដែលចូលរួមមកប្រាប់ថាបងអាវបងឯងដូចគនូរបស់គាត់ទាំងអស់គ្នាមកកន្លែងនេះនាំគ្នាមកលេងនៅកន្លែងហ្នឹងសប្បាយលុយនេះលុយមែនតើទាំងអស់គ្នាសិល្បករនេះគឺគាត់ធ្វើពាក់ព័ន្ធមួយនឹងឈើហើយគាត់ឆ្លាក់ឈើអញ្ចឹងទៅហើយដល់ពេលអាកន្លែងខ្ញុំសួរគាត់ថានឹកឃើញមិនបានយកលុយនឹងមកដាក់ការពិតគឺសឹកគាត់លុយគាត់ថាចេះខ្ញុំគិតថាខ្ញុំដាក់លុយអញ្ចឹងទៅអ្នកមើលគាត់ចាប់អារម្មណ៍មែនទាំងអស់គ្នារាល់តែអ្នកទៅឆ្ងល់ថាដាក់លុយកដាស់10000ហ្នឹងធ្វើអីអ្នកខ្លះគេថាមិនដាក់លុយកដាស់ធំជាងហ្នឹងហើយទាំងអស់គ្នាវ៉ែនតាដែលពាក់ហ្នឹងគឺវ៉ែនតារបស់ខ្ញុំឯងខ្ញុំឃើញថាពាក់វ៉ែនតាតំណងខ្ញុំក៏យកវ៉ែនតាទៅពាក់ឲ្យអញ្ចឹងណាទាំងអស់គ្នាហើយនេះសកម្មភាពខ្ញុំចូលរួមកម្មវិធីហើយខ្ញុំថតវីដេអូថតអីដើម្បីយកមកផ្សព្វផ្សាយហើយការពិតវីដេអូនេះគឺជាប់គ្នាទាំងអស់គ្នាដោយសារតែហេតុអីដោយសារតែវីដេអូនេះប្អូនគាត់ដែរជាប្អូននៅក្នុងមេឌៀផ្សេងអញ្ចឹងគាត់លួចថតឲ្យដល់ពេលលួចថតឲ្យទៅគាត់ប្រាប់ថាបងឯងចង់បានវីដេអូនឹងអត់ហើយដល់ពេលខ្ញុំកំពុងកាត់ទៅបានតែនឹកឃើញអូនេះនៅខ្វះវីដេអូត្រង់ខ្លងនេះក៏ទៅយកមកដាក់ចូលគ្នាតែមួយអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាសកម្មភាពការងារខ្ញុំគឺអញ្ចឹងចងាងទាំងអស់គ្នាអើយនេះអូខេសភាពបន្តទៀត